បាទសរសេរទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំបាននឹងនិយាយអំពីអត្ថប្រយោជន៍នៃការចេះប្រើប្រាស់កម្មវិធី Microsoft Office Excel លក្ខណៈមធ្យមក៏ដូចលក្ខណៈស៊ីជម្រៅដែលវាមានប្រយោជន៍សម្រាប់ការធ្វើការងាររដ្ឋបាលការងារធ្វើរបាយការណ៍ផ្សេងៗរបស់បងប្អូនទាំងអស់ដែលជាអ្នកធ្វើការងារនៅតាមអង្គភាពសាគ្រាសឯកជនសាគ្រាសសាធារណៈឬក៏តាមអង្គការនានាដែលតម្រូវការនៃការប្រើប្រាស់ Microsoft Office ក៏ដូចជាការធ្វើរបាយការណ៍ផ្សេងៗជាដើមជាការពិតណាស់ឥឡូវសម័យឥឡូវនេះយើងមានកម្មវិធី system ជាច្រើនដែលត្រូវបានបង្កើតឡើងដោយអ្នកសរសេរកម្មវិធី programmer developer ផ្សេងៗទៀតដែលគាត់បង្កើតឲ្យមានជា system សម្រាប់អង្គភាពនីមួយៗដើម្បីយកទៅប្រើប្រាស់ហើយពួកគាត់អាចទាញយករបាយការណ៍តាមទម្រង់នីមួយៗដែលអង្គភាពមានតម្រូវការហើយអង្គភាពបានរៀបតម្រូវឲ្យអ្នក developer នឹងការសរសេរកូដអីផ្សេងៗហ្នឹងបង្កើតជាគំរូតម្រងស្តង់ដារគំរូ report ដែលពួកគាត់អាចទាញចេញពីប្រព័ន្ធដែលពួកគាត់កំពុងតែប្រើប្រាស់តែបើទោះជាយ៉ាងនេះក៏ដោយការប្រើប្រាស់របាយការណ៍ដែលចេញពីប្រព័ន្ធស្រាប់នោះគឺវាមិនមានលក្ខណៈ flexible លក្ខណៈបត់បែនទៅតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្ដែងទាំងស្រុងនោះទេពីព្រោះយើងឃើញថាការសរសេរ program ទៅលើsystem នីមួយៗហ្នឹងគឺវាត្រូវការចំណាយធនធានត្រូវការយើងអង្គភាពជាទូទៅមិនកម្រនឹងមានធនធានផ្ទាល់ខ្លួននៅក្នុងអង្គភាពដើម្បីរៀបចំជាប្រព័ន្ធ system នោះទេដូច្នេះហើយនៅពេលដែលយើងមានបញ្ហាពាក់ព័ន្ធនឹងការធ្វើរបាយការណ៍ផ្សេងៗអានឹងយើងត្រូវទៅតាក់ទងទៅនឹងអ្នកសរសេរកូដអ្នកអីហ្នឹងដើម្បីឲ្យគាត់ develop ជារបាយការណ៍ផ្សេងៗទៅតាមតម្រូវការរបស់យើងប៉ុន្តែការធ្វើបែបនេះវាចំណាយពេលចំណាយថវិកាច្រើនហើយវាអាចទាំងការប្រើប្រាស់ប្រព័ន្ធហ្នឹងគឺមានភាពស្មុគស្មាញដោយសារយើងបង្កើតនៅតម្រូវការនៃការប្រើប្រាស់ពិសេសគឺការប្រើប្រាស់របាយការណ៍របស់យើងទៅតាមតម្រូវការមានន័យថាខែនេះយើងចង់បានចេះខែនេះយើងចង់ថែមចេះអញ្ចឹងគឺវាពិបាកក្នុងការបង្កើតនៅគំរូរបាយការណ៍ថ្មីទៅតាមចិត្តដែលយើងចង់ដូច្នេះហើយការប្រើប្រាស់នៅកម្មវិធី Microsoft Office Excel ដែលជាទូទៅនោះគឺគ្រប់អង្គភាពទាំងអស់គឺខ្ញុំជឿជាក់ថានឹងមានការប្រើប្រាស់ជាទូទៅមានកុំព្យូទ័រគឺមាន Microsoft Office មាន Microsoft Office គឺជាទូទៅគឺមាន Microsoft Office Excel ហើយ Microsoft Office Excel នេះគឺជាកម្មវិធីមួយដ៏សំខាន់ដែលអាចឲ្យបងប្អូនទាំងអស់អាចយកទិន្នន័យដែលមានស្រាប់មកបំលែងទៅជារបាយការណ៍ផ្សេងទៅតាមតម្រូវការនៃការចង់បានទៅតាមបង្កើតឲ្យមានភាពងាយស្រួលនៅក្នុងការអាននៅរបាយការណ៍ទិន្នន័យឬក៏លទ្ធផលដែលអង្គភាពរបស់បងប្អូនបានសម្រេចបានហើយនៅពេលដែលយើងចេះនៅកម្មវិធី Microsoft Office Excel នេះច្បាស់មានន័យថារាល់របាយការណ៍រាល់ព័ត៌មានទាំងអស់គឺយើងងាយស្រួលនៅក្នុងការរាយការណ៍មានភាពជាក់លាក់ហើយមានភាពបត់បែនទៅតាមផ្នត់គំនិតរបស់បងប្អូនដែលជាអ្នកធ្វើរបាយការណ៍ដែលជាអ្នករាយការណ៍ជូនថ្នាក់ដឹកនាំក៏ដូចជាការធ្វើសង្ខេបនៅប្រតិបត្តិការអាជីវកម្មទិន្នន័យនៃការស៊ីអីផ្សេងហ្នឹងគឺបងប្អូនមានភាពងាយស្រួលគ្រាន់តែបងប្អូនចង់ថាឥឡូវទិន្នន័យមានហើយយើងចង់បានជាតម្រង់បែបរបៀបម៉េចជាប្រភេទរបៀបម៉េចគឺយើងអាចច្នៃខ្លួនឯងបានលឿនខុសពីការប្រើប្រាស់របាយការណ៍ដែលយើងបង្កើតនៅក្នុងប្រព័ន្ធគ្រប់គ្រងផ្សេងហេតុផលទាំងអស់នេះហើយដែលខ្ញុំជាយោបល់ផ្ទាល់ខ្លួនក៏ដូចជាការយល់ឃើញខ្ញុំគិតថាកម្មវិធី Microsoft Office Excel នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនទាំងអស់ដែលជាអ្នកធ្វើការនៅក្នុងអង្គភាពផ្សេងគ្នាក៏ដូចជាអង្គភាពឯកជនសាធារណៈរបស់រដ្ឋអីផ្សេងជាដើមហើយជាបន្តទៅទៀតនៅក្នុងវីដេអូបន្តទៀតខ្ញុំបាទនឹងនិយាយអំពីចំណុចសំខាន់នីមួយនៅក្នុង function នីមួយរូបមន្តនីមួយនិងបទពិសោធន៍ជាក់ស្ដែងដែលខ្ញុំបាទធ្លាប់បានជួបប្រទះក៏ដូចជាយកមកប្រើប្រាស់ដើម្បីជាការច្នៃប្រឌិតទៅលើទិន្នន័យរបស់សហគ្រាសឬក៏ក្រុមហ៊ុនឬក៏អង្គភាពដែលខ្ញុំធ្វើការហ្នឹងគឺខ្ញុំ
គិតថាវាមានភាពមានប្រសិទ្ធភាពក៏ដូចជាបង្កើនប្រសិទ្ធភាពនៃការងារមានភាពជាក់លាក់នៅក្នុងការរាយការណ៍ផ្សេងៗជាដើមដូច្នេះហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់នឹងតាមដាននឹងយកចិត្តទុកដាក់ទស្សនានៅវីដេអូបន្តទៀតរបស់ខ្ញុំបាទដើម្បីជាចំណេះដឹងសម្រាប់បងប្អូនទាំងអស់គ្នាហើយអភិវឌ្ឍអាជីពក៏ដូចជាការងាររបស់បងប្អូននៅតាមអង្គភាពមួយៗឲ្យមានកាន់តែមានប្រសិទ្ធភាពខ្ពស់ហើយខ្ញុំសូមអរគុណចំពោះការទស្សនាវីដេអូមួយនេះផងដែរបាទសូមអរគុណ